បងប្អូននោះសម្បុកចាបបងប្អូនតោះតែមើលជាមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយសម្បុកចាបអញ្ចឹងតែមើលតើមានឬអត់អញ្ចឹងបងប្អូនទាំងអស់គ្នាតោះនេះឥឡូវនេះបងប្អូនទាំងអស់គ្នាសម្បុកចាបជើងឆែកមើលទាំងអស់គ្នាតើមានសម្បុកឬកូនចាបឬអីទៅអត់បងប្អូនទាំងអស់គ្នាហ្នឹងហើយអត់មានទេបងប្អូនចង់និយាយថាអូស្រែទៀតហើយបងប្អូនអើយឆ្លូកស្រែឆ្លូកទៀតហើយបងប្អូនថាឆ្មៅពេកហ្នឹងហើយបងប្អូននោះជួយក្នុងខ្ញុំមកទេភាពស្រស់ស្អាតមែនតើហ្នឹងហើយបងប្អូនឃើញលំឡើងមកឆ្លុកទៀតហើយជិះតោមកចាំបងប្អូនមកធ្វើអ្វីដែរហ្នឹងហើយខ្ញុំឲ្យមកស្រែទៀតហើយបងប្អូនណាមិនលំឡើងបើកថ្ងៃចាស់តែម្ដងសម្រាប់ថ្ងៃអាទិត្យអញ្ចឹងណាបងប្អូនអ្នកគ្នាអញ្ចឹងហើយអរគុណចាស់បងប្អូន Hello សួស្តីអ្នកទាំងអស់គ្នានឹងហើយគង់តែដើរទៅស្រែទៀតបងប្អូនហ្នឹងហើយបើថ្ងៃចាស់តែម្ដងនោះដើម7ហើយខ្ញុំចូលថតមិញបងប្អូនឥឡូវនេះកំពុងតែដើរទៅស្រែដល់ស្រែហើយបងប្អូនតែដល់ស្រែយើងអញ្ចឹងណាហ្នឹងហើយទៅយើងដើរមកជុះទៀតបានដល់ស្រែយើងកន្លែងយើងស្រែយើងដកឆ្មៅដកអីអញ្ចឹងណាឆ្លូបហ្នឹងហើយបងប្អូនឃើញតែភាពស្រស់ស្អាតមែនតើខែឧស្សាហ៍អញ្ចឹងណាហ្នឹងហើយមើលឃ្យូស្រងាត់តែម្ដងវាស្រែដល់ធំល្វឹងល្វើយអញ្ចឹងណាបងប្អូនទាំងគ្នាហ្នឹងហើយនេះគ្រាន់តែថតវីដេអូឲ្យបងប្អូនមកទស្សនាបានឃើញទីភាពបែបស្រុកស្រែអញ្ចឹងណាបងប្អូនទាំងគ្នាហ្នឹងហើយយើងជាអ្នកស្រុកស្រែមានអីទីមានទីភាពបែបស្រុកស្រែប៉ុណ្ណឹងហើយឃ្យូស្រងាត់តែម្ដងហ្នឹងហើយអរគុណបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើននេះបងប្អូនគូកទឹកអស់ហើយគូកទឹកអីប៉ុណ្ណឹងជាឆ្លូកមិនទេវាអត់ទឹកចាំហ្មងទេបងប្អូនហ្នឹងហើយរាំងគូកទឹកអស់លីតែម្ដងអញ្ចឹងហើយនឹងមានទឹកណាឆ្លូកទេដីក៏រឹងទៀតបងប្អូនតែចាំដាក់ទឹកចាំមានទឹកជាអីចឹងណាហើយចាបងប្អូននេះបងប្អូនស្រែខ្ញុំទៅឆ្មៅកក់អញ្ចឹងណាហ្នឹងហើយអត់បានជីបាច់អីទេមកយកច្រើនមែនតើហើយគូកទឹកអស់ហើយបងប្អូនគូកទឹកបីដឹងរឿងជឿដឹងឆ្លូកល្មិចទេចាំហើយឆ្លូកមិនទេអត់ទឹកទៅនឹងក្តីដឹង